នៅប្រទេសទីម៉ូហ្នឹងមានជួយដីបើតាមរយៈវីដេអូឬក៏បងប្អូនមកលេងនៅក្រុងឌីលីនៃប្រទេសទីម៉ូហ្នឹងបងប្អូនអាចសង្កេតឃើញថាអត់សូវមានអគារខ្ពស់ដូចនឹងប្រទេសជិតខាងឯងហើយបងប្អូនដឹងទេថាមកពីមូលហេតុអីបើតាមខ្ញុំយល់ទី1គឺដោយសារតែប្រទេសហ្នឹងគឺជាប្រទេសថ្មីដែលទើបតែទទួលបានឯករាជ្យនៅឆ្នាំ2002អញ្ចឹងហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចនៅមានកម្រិតទី2ចំនួនប្រជាជនទីម៉ូហ្នឹងមានអត់សូវច្រើនទេប្រហែលជា 1.4 លានអ្នកតែប៉ុណ្ណឹងអញ្ចឹងតម្រូវការអគារខ្ពស់ហ្នឹងដូចជាមិនទាន់ជាចាំបាច់ខ្លាំងណាដោយសារតែការសាងសង់អគារខ្ពស់គឺត្រូវការប្រើដើមទុនច្រើននិងហេដ្ឋារចនាសម្ព័ន្ធរបស់អគារគឺត្រូវតែរឹងមាំអញ្ចឹងហើយទីម៉ូក៏ចង់ផ្ដោតទៅលើការអភិវឌ្ឍផ្លូវសាលារៀនមន្ទីរពេទ្យធម្មពលអគ្គិសនីនិងទឹកស្អាតជាមុនសិនហើយរឿងដែលសំខាន់មួយទៀតបងប្អូនដឹងទេនៅប្រទេសទីម៉ូហ្នឹងមានជួយដីអញ្ចឹងរាល់ការសាងសង់អគារខ្ពស់គឺត្រូវការបច្ចេកទេសខ្លាំងមែនទែនហើយក៏វាធ្វើឲ្យការចំណាយហ្នឹងកាន់តែច្រើនផងដែរតែទោះជាយ៉ាងណាក៏ប្រទេសទីម៉ូនៅតែកំពុងបន្តអភិវឌ្ឍហើយយើងសង្ឃឹមថានៅថ្ងៃអនាគតយើងនឹងបានឃើញនៅអគារខ្ពស់និងទំនើបនៅទីក្រុងមួយនេះ